Sau đây làស្វាគមន៍មកកាន់វីដេអូតាក់ទងទៅនឹង business branding ហើយនិង marketing ហើយវីដេអូ episode ទី12ថ្ងៃនេះគឺយើងនឹងនិយាយតាក់ទងទៅនឹង topic តើគោលលើកទឹកចិត្តខ្លួនឯងយ៉ាងដូចម្តេចក្នុងនាមជាអ្នកបង្កើតមាតិកាបែបអប់រំអញ្ចឹងជារឿងធម្មតាទេក្នុងនាមយើងជាអ្នកបង្កើតមាតិកាបែបអប់រំគឺវាខុសពីអ្នកបង្កើតមាតិកាបែបសប្បាយព្រោះថាអ្នកបង្កើតមាតិកាបែបអប់រំគឺយើងធ្វើទៅបន្តមកគឺអត់សូវមានប្រយោជន៍ទេហើយរឿងហ្នឹងគឺយើងប្រឈមច្រើននឹងការបាក់ទឹកចិត្តចំពោះខ្លួនឯងអត់មានលទ្ធភាពឬក៏អត់មានទឹកចិត្តក្នុងការបន្តដំណើរដោយសារតែយើង stress ច្រើនហើយយើងគិតថាយើងកំពុងដែរតែនៅតែអត់ទទួលបានលទ្ធផលដែលយើងចង់បានអញ្ចឹងនៅខាងក្រោមនេះគឺជាដំណោះស្រាយដើម្បីលើកទឹកចិត្តខ្លួនឯងក្នុងនាមអ្នកនរគ្នាជាអ្នកបង្កើតមាតិកាបែបអប់រំចំណុចទី1គឺប្រទេសជាតិត្រូវការធនធានមនុស្សអញ្ចឹងនៅត្រង់ចំណុចនេះអ្នកត្រូវចាំថាក្នុងនាមអ្នកជាអ្នកបង្កើតមាតិកាបែបអប់រំវាដូចជាមនុស្សម្នាក់ក្នុងការជួយសង្គមជាតិជាដើមអញ្ចឹងប្រទេសជាតិដែលរីកចម្រើនទៅបានគឺត្រូវការអ្នកដែលមានចំណេះដឹងក៏ដូចជាធនធានមនុស្សហើយដើម្បីមានធនធានមនុស្សគឺយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងក៏ដូចជាអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំដើម្បីឲ្យប្រទេសជាតិរីកចម្រើនលូតលាស់ទៅមុខទៀតបានហើយក្នុងនាមយើងជាអ្នកបង្កើតមាតិកាបែបអប់រំយើងត្រូវរៀនចេះលើកចិត្តខ្លួនឯងក៏ដូចជាធ្វើការ research ធ្វើការស្រាវជ្រាវផ្សេងៗមិនថានៅលើ social media នៅខាងក្រៅអ្នកជំនាញខ្លួនជាដើមយើងត្រូវការស្វែងយល់ក៏ដូចជារៀនសូត្របានច្រើនដើម្បីឲ្យយើងមានសមត្ថភាពអាចបន្តដំណើរនៅអាជីពឬក៏ក្នុងនាមជាអ្នកបង្កើតមាតិកាតទៅមុខទៅបានអូខេចំពោះពីខ្ញុំទៅការបង្កើតមាតិកាបែបអប់រំពីច្រើនទទួលបាន view តិចជាជាងការបង្កើតមាតិកាបែប funny ព្រោះថាមនុស្សជារឿងធម្មតាទេមនុស្សនៅពេលដែលពួកគាត់កាន់ទូរស័ព្ទដៃឬក៏ពួកគាត់ទៅពីការងារគាត់តែចង់កាន់ទូរស័ព្ទដៃហើយគាត់កាន់ទូរស័ព្ទដៃគឺគាត់ចង់ relax ហើយគាត់អត់ចង់ទៅអង្គុយរៀនទៅអង្គុយ stress ទេអញ្ចឹងគាត់បើគាត់ចូលចិត្តមើលអីសប្បាយអានឹងយើងក៏មិនអាចបន្ទោសពួកគាត់បានដែរព្រោះដល់ពេលគាត់ធ្វើការហត់គាត់ក៏ត្រូវការ relax ដូចគ្នាអញ្ចឹងក្នុងនាមយើងជាអ្នកបង្កើតមាតិកាបែបអប់រំយើងត្រូវតែខំមកបន្តិចសួរត្រង់បន្តិចរឿង view រឿងអីហ្នឹងព្រោះថាมันងាយទេអ្នកដែលបង្កើតមាតិកាបែបអប់រំតែយើងត្រូវគិតថាប្រទេសជាតិយើងឥឡូវនេះដូចចំណុចទី1ដែលពួកយើងលើកឡើងហ្នឹងគឺត្រូវការធនធានមនុស្សបង្កើតមាតិកាបែបអប់រំច្រើនព្រោះថានៅពេលដែលយើងមានធនធានមនុស្សដែលបង្កើតមាតិកាបែបអប់រំច្រើនមាតិកាយើងនឹងអាចជួយទៅកាន់យុវជនជាច្រើនអញ្ចឹងមិនមែនមានន័យថាការបង្កើតមាតិកាសបាយឬក៏sorry អញ្ចឹងមិនមែនមានន័យថាការបង្កើតមាតិកាបែបអប់រំមានតម្លៃហើយបង្កើតមាតិកាបែបសបាយអត់តម្លៃទេក៏ប៉ុន្តែវាមានតម្លៃផ្សេងពីគ្នាគ្រាន់ថាតម្លៃវាខុសគ្នាគ្រាន់ថានៅក្នុងសង្គមយើងបច្ចុប្បន្នអ្នកបង្កើតមាតិកាបែបអប់រំនៅតិចអញ្ចឹងថាតិចបំផុតជាងអ្នកដែលបង្កើតមាតិកាបែបសប្បាយនៅមានកម្រិតខ្លាំងមែនតើបើប្រៀបធៀបនឹងអ្នកដែលបង្កើតមាតិកាបែបសប្បាយហើយដោយសារតែអ្នកបង្កើតមាតិកាបែបអប់រំវាច្រើនគឺពួកគាត់ទទួលបាន view តិចអញ្ចឹងទៅពេលខ្លះទៅគាត់បាក់ទឹកចិត្តគាត់ក៏ឈប់ធ្វើអញ្ចឹងទៅប៉ុន្តែពីខ្ញុំទៅខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាកុំបាក់ទឹកចិត្តហើយព្យាយាមធ្វើវាមកព្រោះថាសង្គមជាតិយើងឥឡូវនេះត្រូវការ content creator ដែលមានធនធានបែបអប់រំច្រើនដើម្បីផ្ដល់ចំណេះដឹងទៅកាន់audience អូខេពីខ្ញុំមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងចូលដល់ចំណុចទី2គឺព្យាយាមចូលរួមសិក្ខាសាលាឲ្យបានច្រើនអញ្ចឹងខ្ញុំហ៊ាននិយាយថានៅពេលដែលអ្នកគ្នាចាប់ផ្ដើមបង្កើតមាតិកាបែបអប់រំចាប់ពី1ឆ្នាំឡើងទៅហើយនៅពេលដែលអ្នកនរគ្នាចូលរួមមិនថាសិក្ខាសាលាក៏ដូចជា event នៅខាងក្រៅផ្សេងៗឬក៏ workshop ជាដើមអ្នកទាំងអស់គ្នានឹង notice ឬក៏សម្គាល់ខ្លួនឯងថាយើងមាន fan ឬក៏អ្នកស្គាល់រៀងច្បងដែលស្គាល់ក្នុងនាមជាអ្នកបង្កើតមាតិកាបែបអប់រំអញ្ចឹងនៅពេលហ្នឹងហើយគឺជាពេលដែលយើងគិតថាអូនៅអ្វីដែលយើងបានខំប្រឹងឬក៏អ្វីដែលយើងខំលះបង់ជំនះឧបសគ្គផ្សេងៗវាមានលទ្ធផលហើយក្នុងពេលហ្នឹងដែរគឺយើងមានទឹកចិត្តបន្តដំណើរក្នុងនាមជាអ្នកបង្កើតមាតិកាបែបអប់រំបន្តទៅមុខទៀតបានអញ្ចឹងគួរតែព្យាយាមបង្កើតទោះបីជាមានផលវិបាកឬក៏មានការស្រេះជាដើមអ្នកនេះត្រូវតែចេះលើកទឹកចិត្តខ្លួនឯងដើម្បីបន្តដំណើរមួយនេះហើយណាមួយវាក៏ជួយខ្លួនយើងក៏ដូចជាសង្គមជាតិផងដែរអូខេនៅពេលដែលយើងបង្កើតមាតិកាបានប្រហែលជាមួយឆ្នាំដើម្បីវាស់ស្ទង់ថាយើងមានអ្នកស្គាល់បង្កើតមាតិកាបែបអប់រំនឹងពេលខ្លះ view យើងតិចប៉ុន្តែយើងមានអ្នកស្គាល់ដូចគ្នា
ធម្មតាតែយើងបង្កើតមួយឆ្នាំវាមានវីដេអូផ្ទុះវីដេអូមិនផ្ទុះគាត់ថាវីដេអូបែបអប់រំទោះជាមិនសូវជាផ្ទុះអីខ្លាំងដូចជាវីដេអូ funny តែអញនិយាយថាបើសិនជាមានអ្នកមើលនឹងមើលថេរហូតអានេះពីខ្ញុំទៅពីបទពិសោធន៍ពីខ្ញុំធ្លាប់ជួបអញ្ចឹងនៅពេលដែលយើងបង្កើតមាតិកាបានមួយឆ្នាំយើងសាកចូល event ឬក៏សិក្ខាសាលាផ្សេងមើលចង់ដឹងថាអ្នកនៅក្នុងសិក្ខាសាលាហ្នឹងពួកគាត់ស្គាល់អ្នកទាំងអស់គ្នាអត់ហើយស្គាល់ content របស់អ្នកគ្នាអត់នៅពេលដែលអ្នកគ្នាចូលទៅនឹងដឹងហើយថាមានអ្នកស្គាល់ឬមួយក៏អត់អញ្ចឹងទោះបីជាស្គាល់តិចឬក៏ស្គាល់ច្រើនក៏ជាកម្លាំងចិត្តរបស់យើងដែរដើម្បីឲ្យយើងបន្តខាងងារក្នុងនាមជាអ្នកបង្កើតមាតិកាឬក៏ជា content creator បែបអប់រំនឹងតទៅមុខទៀតព្រោះថាជាធម្មតាទេអ្នកដែលបង្កើតមាតិកាដោយបែបអប់រំពួកយើងតែនិយាយតែថាសុំកុំគិតពី view ខ្លាំងពេកអីព្រោះថាអ្នកទាំងអស់ធ្វើចាប់ពីមួយឆ្នាំរហូតដល់4ឆ្នាំវាថាតម្លៃនៃមាតិកាបែបអប់រំរបស់អ្នកទាំងអស់គ្នាហើយគេឈ្មោះរបស់អ្នកគ្នាគឺកាន់តែសាយភាយទៅកាន់មនុស្សកាន់តែច្រើនហើយអញនិយាយថាត្រូវការពេលមាតិកាបែបអប់រំត្រូវការពេលខ្លាំងមែនទែនព្រោះអ្នកនរឃើញអ្នកកើតមាតិកាបែបអប់រំគាត់ត្រូវការពេលខ្លះមិនក្រោមពី4ទៅ5ឆ្នាំដើម្បីគួរគាត់សាងគេឈ្មោះហើយនៅពេលដែលពួកគាត់សាងគេឈ្មោះហើយពួកគាត់អត់ងាយបាត់ទៅវិញទេព្រោះថាគេឈ្មោះរបស់គាត់ចំណេះដឹងរបស់គាត់ការចែករំលែកបទពិសោធន៍ល្អរបស់គាត់ដែលគាត់មានទៅកាន់អូនៀនហ្នឹងធ្វើឲ្យអូនៀនចងចាំគាត់នៅក្នុងចិត្តរហូតហ្មងពូអញនិយាយថាពួកគាត់ជាគ្រូនៅក្នុងអនឡាញមួយដែលធ្វើឲ្យពួកគាត់មានចំណេះដឹងអញ្ចឹងទៅពួកគាត់នឹងចងចាំឈ្មោះយើងហើយមិនមែនតែចងចាំទេពួកគាត់អាចដឹងកលរបស់យើងមកវិញបានទៀតផងហើយចាត់ទុកយើងជាបុគ្គលគំរូមួយនៅក្នុងប្រទេសជាតិដែលកំពុងតែត្រូវការដូចនេះអញ្ចឹងខ្ញុំលើកទឹកចិត្តថាការបង្កើតមាតិកាបែបអប់រំគឺទាមទារពេលវេលាគឺខ្លាំងមែនតើអូខេអញ្ចឹងយើងជាយើងចូលក្នុងការសាលាឲ្យបានច្រើនប្រាប់ដូចជាយើងលើកទឹកចិត្តខ្លួនឯងអញ្ចឹងដោយសារតែពេលយើងចូលទៅគឺមានអ្នកស្គាល់ក៏ដូចជាមានការសរសើរពេលខ្លះក៏អាចមានការសរសើរដោយសារតែយើងខំបង្កើតមាតិកាបែបអប់រំជាដើមហើយចូលទៅដល់ចំណុចទី3គឺ celebrate for small achievement នៅក្នុងចំណុចហ្នឹងគឺយើងចេះដូចជាឲ្យកាដូឲ្យខ្លួនឯងអញ្ចឹងនៅពេលដែលយើងខំប្រឹងកន្លងមកមួយឆ្នាំ2ឆ្នាំក្តី3ឆ្នាំក្តីទោះបីជាលទ្ធផលយ៉ាងណាក៏ដោយយើងត្រូវហ៊ានទទួលស្គាល់វាថាអ្វីដែលយើងបានមកហ្នឹងគឺកាត់ឡើងពីការខិតខំប្រឹងប្រែងឬក៏ជំនះឧបសគ្គរបស់យើងទាំងអស់អញ្ចឹងពេលខ្លះអ្នកនេះត្រូវចេះលើកទឹកចិត្តខ្លួនឯងដូចជាការទៅដើរលេងនៅកន្លែងដែលយើងចង់ទៅការទៅញ៉ាំអីឬក៏ការទិញកាដូអ្វីមួយមិនថាសម្ភារៈអ្វីមួយដែលយើងចង់បានទៅណាអញ្ចឹងពេលខ្លះយើងរៀងបាក់ទឹកចិត្តនៅពេលទិញកាដូឲ្យខ្លួនឯងទៅយើងអាចនឹងមានកម្លាំងចិត្តបន្តដំណើរឬក៏បន្តការងារមួយហ្នឹងតទៅមុខទៀតបានដែរចំពោះចំណុចហ្នឹងសំខាន់ដូចគ្នាពីខ្ញុំទៅនិយាយស្មោះត្រង់ទៅខ្ញុំក៏ជាអ្នកបង្កើតមាតិកាបែប fan ច្រើនជាងអប់រំព្រោះខ្ញុំបង្កើតមាតិកាបែប fan ច្រើនប៉ុន្តែអារឿងលើកទឹកចិត្តហ្នឹងមិនថាជាអ្នកបង្កើតមាតិកាបែប funny ឬក៏អប់រំទៅត្រូវតែមានអញ្ចឹងយើងត្រូវតែលើកទឹកចិត្តខ្លួនឯងជានិច្ចដូចជាយើងខំធ្វើវាច្រើនណាស់អញ្ចឹងអា achievement ដែលយើងទទួលបានមកប្រហែលហ្នឹងយើងអាចយកវាទៅលំហែខួរក្បាលដូចជាការដើរលេងអ្នកខ្លះគាត់ចូលចិត្តមើលកុនមើលអីចឹងទៅអ្នកខ្លះគាត់ទៅញ៉ាំអីពេលល្ងាចអ្នកខ្លះទៅគាត់ទៅជួបជុំមិត្តភ័ក្តិសប្បាយរីករាយមួយគ្នាលេងកីឡាអីចឹងទៅដើម្បីកាត់បន្ថយភាពស្មុគស្មាញជាច្រើនហើយដោយសារតែយើងហត់ដែរយើងខំកសាងមកច្រើនហើយអញ្ចឹងយើងបាន achievement សម្រាប់ខ្ញុំachievement របស់ខ្ញុំប្រហែលខ្ញុំគាត់ថាវាតាមតូចតាមធំបើសិនជា achievement ធំយើងធ្វើអីមួយសម្រាប់ខ្លួនឯងឲ្យរៀងធំដែរបន្តិចទៅដើម្បីអាហ្នឹងលើកទឹកចិត្តខ្លួនឯងខ្លាំងមកព្រោះមិនងាយអ្នកត្រូវចាំថាអ្នកដែលមិនងាយមានគេមកលើកទឹកចិត្តយើងអញ្ចឹងយើងត្រូវតែលើកទឹកចិត្តខ្លួនឯងឲ្យច្រើនបំផុតដូចខ្លួនឯងលើកទឹកចិត្តខ្លួនឯងហ្នឹងគឺល្អបំផុតហើយអត់ងាយបាក់ទឹកចិត្តទេនៅពេលដែលមនុស្សចេះលើកទឹកចិត្តខ្លួនឯងព្រោះបើយើងអង្គុយចាំតែគេលើកទឹកចិត្តហ្នឹងគឺអត់ងាយនោះទេអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំពីច្រើនachievement ខ្ញុំទទួលបានមិនមែនខ្ញុំតែតែលើកទឹកចិត្តខ្លួនឯងរហូតទិញនេះទិញនោះទិញទូចអីសម្រាប់ខ្លួនឯងមួយដើម្បីកាដូលួងចិត្តខ្លួនឯងដែលយើងហត់ដែរយើងហត់យើងធ្វើការយើងអង្គុយរន content យើងអង្គុយកាត់វីដេអូអីចឹងពីខ្ញុំទៅទោះអ្នកគ្នាបាន achievement តូចឬក៏ achievement ធំក៏ដោយចេះចែកម្លែកមកលើខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យច្រើនហ្នឹងដូចយើងស្រឡាញ់ខ្លួនឯងចឹងយើងទិញអីដែលខ្លួនឯងស្រឡាញ់ដូចយើងស្រឡាញ់ខ្លួនឯងដូចគ្នាធ្វើឲ្យខ្លួនឯងសប្បាយចិត្តមានកម្លាំងចិត្តជំរុញកម្លាំងចិត្តអ្នកគ្នា
ទៅធ្វើកាន់តែច្រើនមិនថាអ្នកគ្នាជាអ្នកបង្កើតមាតិកាបែប funny អ្នកបង្កើតមាតិកាបែបអប់រំក្តីតែបើខ្ញុំទៅអ្នកដែលបង្កើតមាតិកាបែបអប់រំគាត់រៀងសម្ភារផ្លូវចិត្តបន្តិចអញ្ចឹងrelate ខ្លួនឯងខ្លះទៅហើយទិញអីលួងចិត្តខ្លួនឯងខ្លះទៅដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងមានកម្លាំងចិត្តបន្តទៅមុខទៀតអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបើសិនមកអ្នកនរមានចម្ងល់កុំភ្លេច comment មកហើយជួយ like share វីដេអូមួយនឹងផងហើយយើងនឹងជួបគ្នានៅវីដេអូអេពីសូតទី13បន្តទៀត